Smartwatch មួយនេះបានជួយសង្គ្រោះខ្ញុំពីការជំងឺទឹកនោមផ្អែមបានទាន់ពេលវេលាខ្ញុំតែងតែគិតថាខ្លួនឯងមានសុខភាពល្អទាំងការញ៉ាំគេងនិងទម្លាប់ទូទៅប្រចាំថ្ងៃហើយខ្ញុំមិនសូវខ្វល់ពីការតាមដានសុខភាពនោះទេរហូតតតែនាឡិកាមួយនេះបានបង្ហាញយ៉ាងច្បាស់ថាខ្ញុំកំពុងតែដើរទៅរកជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួននេះគឺជា Huawei Watch Fit 5 Series Smartwatch ដំបូងបំផុតដែលមានមុខងារវិភាគហានិភ័យនៃការជំងឺទឹកនោមផ្អែមដោយគ្មានការឈឺចាប់វាមានវិញ្ញាបនបត្រទទួលស្គាល់ពីសហភាពអឺរ៉ុបទៅលើមុខងារតាមដានសុខភាពបេះដូងរូបរាងស្អាតប្រើប្រាស់អក្សរខ្មែរបានពេញលេញថ្មកាន់រហូតដល់10ថ្ងៃនិងអាចភ្ជាប់ជាមួយទូរស័ព្ទទាំង Android និង iOS ហើយតម្លៃរបស់វាក៏ធូរជាង Apple Watch ច្រើនដែរដូច្នេះនៅក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់ថាតើមុខងារវិភាគទៅលើហានិភ័យនៃការជំងឺទឹកនោមផ្អែមនេះវាដំណើរការបានយ៉ាងដូចម្តេចព័ត៌មានដែលវាផ្ដល់ឲ្យយើងបានត្រឹមកម្រិតណាហើយសំខាន់បំផុតនោះគឺចង់ដឹងថាតើវាជះឥទ្ធិពលទៅដល់ជីវិតក៏ដូចជាការរស់នៅរបស់ខ្ញុំនឹងបានយ៉ាងណាដែរបទពិសោធន៍របស់ខ្ញុំជាក់ស្ដែងបន្ទាប់ពីបានសាកល្បងប្រើប្រាស់ជាមួយនឹងមុខងារវិភាគទៅលើហានិភ័យនៃការជំងឺទឹកនោមផ្អែមហើយទទួលបានលទ្ធផលមិនសូវល្អបែបនេះខ្ញុំចាប់ផ្ដើមចង់ដឹងពីជំងឺទឹកនោមផ្អែមនេះកាន់តែខ្លាំងហើយខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែនបន្ទាប់ពីបានស្រាវជ្រាវហើយដឹងថាជំងឺទឹកនោមផ្អែមនេះគឺជាឃាតករលាក់មុខដែលវាគ្មានសញ្ញាឲ្យយើងដឹងខ្លួនមុនតតែសោះលុះត្រាតែយើងធ្វើការពិនិត្យក៏ដូចជាតាមដានត្រឹមត្រូវទើបយើងអាចដឹងបានយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានលើកឡើងថានៅក្នុងឆ្នាំ2025មានករណីជំងឺទឹកនោមផ្អែមថ្មីនៅកម្ពុជាជិត30,000ករណីកើនឡើង 26.8% បើធៀបជាមួយនឹងឆ្នាំ2024ការកើនឡើងនេះភាគច្រើនគឺបណ្ដាលមកពីការញ៉ាំជាតិផ្អែមក៏ដូចជាខ្លាញ់ច្រើនរហូតដល់វាវិវត្តទៅជាជំងឺទើបដឹងខ្លួនប៉ុន្តែទម្រាំតែយើងដឹងខ្លួនហ្នឹងគឺវារៀងហួសពេលបន្តិចបាត់ហើយអញ្ចឹងបើសិនជាយើងមើលតាមរបាយការណ៍ហ្នឹងទៅបញ្ហាវាមិនស្ថិតនៅលើការធ្វេសប្រហែសក៏ដូចជាជំងឺហ្នឹងវាងាយកើតឡើងពេកនោះទេវាក៏ស្ថិតនៅលើកង្វះការតាមដានផងដែរដូច្នេះបច្ចេកវិទ្យាដែលនាំមកដោយ Huawei Fit 5 Series នេះគឺជាដំណោះស្រាយដ៏ស័ក្តិសមមួយដោយសារតែនាឡិកានេះវានៅនឹងដៃយើងជាប់ជានិច្ចហើយចំណាយពេលក្នុងការវិភាគម្ដងពី3ទៅ4ថ្ងៃដែលវាអាចឲ្យយើងដឹងពីបម្រែបម្រួលជាតិក្លូចកូសនៅក្នុងឈាមដោយវាវិភាគទៅលើសញ្ញាជាច្រើននៅក្នុងឈាមនិងចង្វាក់បេះដូងដែលវាវាស់ចេញពី sensor ចំនួនថ្មីចុងក្រោយធៀបជាមួយនឹងទិន្នន័យដូចជាអាយុទម្ងន់និងកម្ពស់របស់អ្នកប្រើប្រាស់ហើយវាបង្ហាញលទ្ធផលជាហានិភ័យ3កម្រិតដែលយើងអាចជឿជាក់បានម្យ៉ាងទៀតលទ្ធផលនីមួយៗគឺមានការវិពណ៌នាយ៉ាងច្បាស់និងងាយស្រួលយល់ថែមទៀតខ្ញុំសង្កេតឃើញថាលទ្ធផលប៉ុណ្ណេះគឺវាគ្រប់គ្រាន់ណាស់ទៅហើយក្នុងការដាស់តឿនយើងឲ្យកែប្រែការរស់នៅរបបអាហារឬក៏ទៅរកការពិនិត្យព្យាបាលឲ្យទាន់ពេលវេលាហើយវាមិនត្រូវបានផលិតឡើងដើម្បីជំនួសឧបករណ៍ពេទ្យឬក៏ជំនួសការពិនិត្យសុខភាពដោយគ្រូពេទ្យនោះទេអញ្ចឹងបើសិនជាបងប្អូនរំពឹងចង់ឃើញតួលេខជាតិស្ករនៅក្នុងឈាមឬក៏ចង់ប្រើប្រាស់នាឡិកានេះជាឧបករណ៍ជំនួសឧបករណ៍ពេទ្យតែម្ដងនេះមិនមែនជាឧបករណ៍ដែលបងប្អូនកំពុងតែស្វែងរកនោះទេមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែមនេះវាគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះយ៉ាងណាមិញមុខងារកីឡាការតាមដានសុខភាពជាច្រើនក៏ដូចជារូបរាងខាងក្រៅនៅតែជាកត្តាសំខាន់និងចាំបាច់សម្រាប់យើងជាអ្នកប្រើប្រាស់ដដែល Huawei Watch Fit 5 Series មានតួខ្លួនផលិតពីលោហៈ Aerospace Grade Titanium ប្រណិតធន់មាំប្រើប្រាស់បានយូរការពារដោយកញ្ចក់ Sapphire Glass ដែលមាន Gauge bezel ស្ដើងជាងចំនួនមុនហើយទម្ងន់គឺស្រាលមែនទែនត្រឹមតែ30ក្រាមប៉ុណ្ណោះចំណែកអេក្រង់វាអាចបង្ហាញពន្លឺបានរហូតដល់ 3000 nits អាចឲ្យយើងមើលនៅក្រៅផ្ទះពេលហាត់កីឡាឬក៏ធ្វើដំណើរទៅក្រៅបានយ៉ាងស្រួល Watch Fit 5 Pro មាន3ជម្រើសពណ៌គឺពណ៌ខ្មៅពណ៌សនិងពណ៌ទឹកក្រូចហើយ Fit 5មាន3ជម្រើសដូចគ្នាគឺពណ៌ខ្មៅពណ៌សនិងពណ៌ស្វាយសម្រាប់មុខងារវិភាគសុខភាពទូទៅក៏មានច្រើនដូចគ្នាដូចជាការតាមដានសុខភាពបេះដូង ECG analysis មុខងារតាមដានភាពមិនប្រក្រតីនៃចង្វាក់បេះដូង24ម៉ោងជាប់មុខងារតាមដានដំណេក 5.0 ដែលវិភាគទៅលើការគេងបានលម្អិតជាងមុនទាំងគុណភាពដំណេកការដកដង្ហើមនិងការស្រមុកជាដើមហើយនាឡិកានេះក៏អាចតាមដានសុខភាពផ្លូវចិត្តរបស់យើងបានផងដែរជាមួយនឹងមុខងារ Emotional Wellbeing 2.0 បន្ទាប់ពីពាក់នាឡិកានេះហើយការកែប្រែដ៏ធំបំផុតមួយនៅក្នុងការរស់នៅរបស់ខ្ញុំគឺខ្ញុំបានបន្ថែមការលេងកីឡាច្រើនជាងមុនហើយកីឡាដែលខ្ញុំចូលចិត្តនោះគឺកីឡារត់នាឡិកានេះផ្ដល់ឲ្យយើងនូវការកត់ត្រាក៏ដូចជាការជំនួយការលេងកីឡាកម្រិតអាជីពដោយសារតែវាមានបំពាក់នៅ Dual Band GPS 6 Satelliteចាប់ទីតាំងបានសង្កត់ល្អសម្រាប់កីឡារត់ជិះកង់ trail run ជាដើមដែលរាល់ការកត់ត្រាទាំងអស់យើងអាចភ្ជាប់និងចែករំលែកចូលទៅកាន់កម្មវិធី Strava បាននាឡិកានេះក៏នៅមានមុខងារលម្អិតជាច្រើនផ្សេងទៀតផងដែរដូចជាទំហំផ្ទុកទិន្នន័យ 64GB សម្រាប់បញ្ចូលចម្រៀងឬក៏ podcast និងអាចភ្ជាប់ទៅកាន់កាស Bluetooth សម្រាប់ស្ដាប់នៅពេលដែលយើងហាត់ប្រាណដោយមិនចាំបាច់យកទូរស័ព្ទតាមបានវាក៏អាចជាឧបករណ៍ថតសម្លេងមួយបានផងដែរហើយយើងអាចខលចេញចូលអាច download map offlineថ្មប្រើប្រាស់បានច្រើនថ្ងៃហើយជាពិសេសគឺយើងភ្ជាប់បានគ្រប់ទូរស័ព្ទមិនប្រកាន់ថា Android ឬក៏ iOS នោះទេចុងក្រោយបន្ទាប់ពីការផ្លាស់ប្ដូរទម្លាប់របបអាហារក៏ដូចជាបន្ថែមការលេងកីឡាមួយចំនួនខ្ញុំមិននឹកស្មានទេថាវាមានឥទ្ធិពលខ្លាំងមកលើការកែប្រែជីវិតរបស់ខ្ញុំឲ្យបានល្អកម្រិតនេះខ្ញុំក៏បានចែករំលែកនាឡិកានេះប្រើប្រាស់ជាមួយនឹងគ្រួសាររបស់ខ្ញុំផងដែរហើយវាក៏បានផ្លាស់ប្ដូរផ្នត់ទម្លាប់របស់គាត់ដូចគ្នាដូច្នេះខ្ញុំអាចណែនាំបងប្អូនយ៉ាងមានទំនុកចិត្តថាគួរតែមាននាឡិកានេះម្នាក់មួយនៅផ្ទះចុងក្រោយ Huawei ក៏មានកាដូជូនបងប្អូនដែរសម្រាប់ការកក់ទុកមុនដោយទទួលបានការបញ្ចុះតម្លៃរហូតដល់$40ទទួលបានកាស Huawei FreeBuds SE2 តម្លៃ$29 screen ការពារអេក្រង់និងខ្សែនាឡិកាថែមមួយទៀតអមជាមួយនឹងការធានា1ឆ្នាំ
ចឹងបងប្អូនទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះនាឡិកា Huawei Watch Fit 5 Series មួយនេះសូមចែករំលែកមតិយោបល់របស់បងប្អូននៅក្នុង comment ខាងក្រោមមកខ្ញុំបាននឹងផងហើយយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយ